ការចេញ roster អង្គរវេរដំបងត្រៀមក្នុងការប្រកួត Asian Games 2026នេះគឺមានការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រ Mobile Legends នៅក្នុងប្រទេសកម្ពុជារបស់យើងប៉ុន្តែមកទល់នឹងពេលឥឡូវនេះគឺយើងមើលឃើញការ performance របស់គាត់ហើយគឺធ្វើឲ្យអ្នកដែលមិនពេញចិត្តរបស់ក្រុមអង្គរវេរគឺមានអារម្មណ៍ថារៀងព្រឺខ្លួនតិចដោយសារតែការ performance របស់គាត់គឺល្អខ្លាំងពេកនិយាយទៅ Five Man roster នេះគឺខ្ចីដៃតែ Detective មួយទេដែលជាដៃ Jungler របស់ក្រុម CFU Gaming ចូលរួមជាមួយនឹងក្រុម Vigo Apex ដើម្បីឡើងទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្នុង Tournament Asian Games នេះយើងឃើញការ performance របស់គាត់ពីមួយប្រកួតទៅមួយប្រកួតតែងតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបើយើងនិយាយពីការប្រកួតរបស់គាត់បច្ចុប្បន្ននេះគឺអស់4ប្រកួតហើយប្រកួតលើកដំបូងប៉ះជាមួយនឹងក្រុមមីយ៉ាន់ម៉ាឈ្នះក្នុងលទ្ធផល2-1បន្តមកទៀតប៉ះជាមួយនឹងក្រុមវៀតណាមឈ្នះក្នុងលទ្ធផល2-0ប៉ះជាមួយនឹងក្រុមហ្វីលីពីនបានយកឈ្នះទៅលើក្រុមហ្វីលីពីនក្នុងលទ្ធផល2-1និងចុងក្រោយនេះប្រកួតជាមួយនឹងក្រុមសិង្ហបុរីយកឈ្នះទៅលើក្រុមសិង្ហបុរីនៅក្នុងលទ្ធផល2-0ទៀតជាលទ្ធផលមួយដែលយើងគួរឲ្យកោតសរសើរនិងគួរឲ្យស្ញប់ស្ញែងចំពោះក្រុមអង្គរវេរដែលតំណាងឲ្យប្រទេសកម្ពុជានេះមែនតើដែលគាត់ធ្វើបានល្អគាត់តែងតែធ្វើឲ្យថ្មីសម្រាប់ក្រុមមកប្រកួតហើយក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនមិនថាអ្នកគាំទ្រក្នុងស្រុកនិងក្រៅស្រុកទេគឺមានការចាប់អារម្មណ៍ខ្លាំងទៅលើ Five Man roster នេះខ្ញុំសង្ឃឹមថាការប្រកួតក្រោយទៀតមិនថាជំនួបជាមួយនឹងក្រុមខ្លាំងដូចជាឥណ្ឌូឬក៏ម៉ាឡេស៊ីទេសង្ឃឹមថាគាត់នឹងធ្វើបានល្អដោយការប្រកួតកន្លងទៅរបស់ពួកគាត់នេះចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរនឹងចូលចិត្តនៅវីដេអូនេះបើចូលចិត្តកុំភ្លេច follow like ម្នាក់មួយផងអរគុណអ្នកនរជំរាបលា bye see you next video